ta nè từng ở khía đăng tì thả đam bấy với ca xoay rọc bạc chnuประจำថ្ងៃរបស់យើងtaទទួលបានប៉ុន្មានដុល្លារក្នុងមួយថ្ងៃឬក៏ប៉ុន្មានដុល្លារក្នុងមួយម៉ោងត្រូវធ្វើយ៉ាងដូចម្ដេចឧទាហរណ៍ថាយើងជាបុគ្គលិកម្នាក់បានចូលបម្រើការងារនៅក្នុងក្រុមហ៊ុនមួយដោយទទួលបានប្រាក់ចំណូលគោលចំនួន$520ដុល្លារចឹងសំណួរសួរថាតើនៅក្នុងមួយថ្ងៃទទួលបានប៉ុន្មានដុល្លារហើយក្នុងមួយម៉ោងទទួលបានប៉ុន្មានដុល្លារចឹងដើម្បីធ្វើការស្វែងរកចំនួនធ្វើការក្នុងមួយថ្ងៃមានថាទឹកប្រាក់ដែលធ្វើទទួលបានក្នុងមួយថ្ងៃបានគឺអ្នកទាំងអស់គ្នាត្រូវយកប្រាក់ចំណូលគោលនេះចែកជាមួយនឹង26ចឹងមានន័យថាយក520ចែកជាមួយនឹង26បាទហើយ26នេះគឺជាមធ្យមប្រចាំថ្ងៃរបស់យើងដែលយើងធ្វើការចឹងនៅពេលដែលយើងយក520ចែកជាមួយនឹង26គឺយើងនឹងទទួលបាន$20ដុល្លារក្នុងមួយថ្ងៃអញ្ចឹងមានន័យថានេះគឺជាចំនួនទឹកប្រាក់ដែលទៅទទួលបាន$20ដុល្លារក្នុងមួយថ្ងៃនៅពេលដែលយើងទទួលបានប្រាក់ចំណូលគោលចំនួន520ចឹងប្រសិនបើយើងចង់ធ្វើការស្វែងរកតើក្នុងមួយម៉ោងត្រូវទទួលបានប៉ុន្មានទៀតអ្នកទាំងអស់គ្នាគ្រាន់តែយក20នេះគឺជាតម្លៃក្នុងមួយថ្ងៃយកមកចែកជាមួយនឹង8នេះគឺជា8ម៉ោងបាទ8នេះគឺជា8ម៉ោងគឺអ្នកទាំងអស់គ្នានឹងបានទទួលបាន 2.5 អញ្ចឹងមានន័យថាក្នុងមួយម៉ោងទទួលបាន 2.5 ដុល្លារហើយក្នុងមួយថ្ងៃទទួលបាន$20ដុល្លារហេតុអីបានជាចាំបាច់ត្រូវធ្វើការគណនាស្វែងរកដូចនេះបាទគោលបំណងធំគឺតាក់ទងជាមួយនឹងអាចយកទាំងអស់នេះយកទៅធ្វើការគណនាផ្សេងដូចជាប្រាក់ធ្វើការបន្ថែមម៉ោងផងដែរអូខេចឹងនេះគឺជារបៀបមួយនៅក្នុងការស្វែងរកប្រាក់ឈ្នួលប្រចាំថ្ងៃនិងប្រាក់ឈ្នួលប្រចាំម៉ោងហើយសូមបញ្ជាក់ផងដែរថាអ្នកទាំងអស់គ្នាគ្រាន់តែចាំតួលេខដើម្បីរកប្រាក់ប្រចាំថ្ងៃបានគឺចែកជាមួយនឹង26ហើយនឹងយកដើម្បីរកប្រាក់ប្រចាំម៉ោងគឺយកប្រាក់ប្រចាំថ្ងៃចែកជាមួយនឹង8គឺ8ម៉ោងហើយចំពោះប្រាក់ឈ្នួលវាអាចប្រែប្រួលទៅតាមប្រាក់ឈ្នួលជាក់ស្ដែងវាអត់អាចដូចគ្នាទេអញ្ចឹងដូចនេះប្រាក់ឈ្នួលដែលជាឧទាហរណ៍នេះអ្នកទាំងអស់គ្នាកុំគិតថាយកមកដូចគ្នាទាំងអស់អញ្ចឹងប្រាក់ឈ្នួលទៅតាមប្រាក់ឈ្នួលជាក់ស្ដែងអូខេអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំតាក់ទងជាមួយនឹងការស្វែងរកប្រាក់ឈ្នួលប្រចាំថ្ងៃក៏ដូចជាប្រាក់ឈ្នួលប្រចាំម៉ោងនេះគឺសូមបញ្ចប់តែប៉ុណ្ណេះហើយយើងនឹងជួបគ្នានៅមេរៀនក្រោយៗទៀតតាក់ទងជាមួយនឹងការគណនាប្រាក់ឈ្នួលនេះផងដែរដើម្បីទទួលបានវីដេអូថ្មីៗកាន់តែរហ័សជាមួយនឹង Channel របស់ខ្ញុំអ្នកទាំងអស់គ្នាកុំភ្លេចចុចលើប៊ូតុង Subscribe និងរូបកណ្ដឹងបាទអរគុណចំពោះការតាមដានទស្សនាពីដើមរហូតដល់ចប់នេះយើងនឹងជួបគ្នានៅមេរៀនក្រោយៗទៀត